សូមគោរពជំរាបសួរលោកលោកស្រីនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់ដែលគោរពអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាថ្ងៃនេះនាងខ្ញុំសូមជម្រាបជូនថាកម្មវិធីរបស់យើងនឹងចាប់ផ្ដើមក្នុងរយៈពេល5នាទីទៀតអាស្រ័យលើនេះសូមលោកលោកស្រីនិងភ្ញៀវកិត្តិយសទាំងអស់មេត្តារកកន្លែងគួរសមនិងសម្រួលអេរិយាបថជាមួយគ្នានេះដែរនាងខ្ញុំសំណួរមួយដែលគេតែងតែសួរខ្ញុំថាបងម៉ែឯងកាន់កម្មវិធីយូរណាស់ហើយចាំបាច់ទៅអីសមរហូតមិនឃើញម៉ែឯងសមរហូតហ្មងឆ្លើយតបជាមួយនឹងសំណួរនេះតើតាអ្នកកាន់កម្មវិធីដូចគ្នាបានយល់អារម្មណ៍ពួកខ្ញុំផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាការសមគឺល្អបំផុតទោះបីជាឈ្មោះហ្នឹងយើងធ្លាប់អានហើយក៏ដោយឬក៏កម្មវិធីហ្នឹងយើងធ្លាប់កាន់ក៏ដោយដល់ពេលដែលយើងអត់បានសមទេអ្នកទាំងអស់គ្នាពេលយើងអានទៅគឺតដិតជាប់មាត់ជាពិសេសបងប្អូនថ្មីដែលតាមទៅកាន់កម្មវិធីឬក៏យើងចង់ធ្វើជាអ្នកកាន់កម្មវិធីភាសាអីទៅឲ្យបានមុនម៉ោង1ម៉ោងឬក៏យ៉ាងហោចណាស់ឲ្យបានកន្លះម៉ោងសមកាន់តែបានច្រើនគឺកាន់តែល្អនៅពេលដែលយើងសមបានច្រើនមាត់ជាងមុនហើយយើងនឹងធ្វើឲ្យកម្មវិធីហ្នឹងប្រសើរជាងមុនអញ្ចឹងនៅពេលដែលយើងកាន់កម្មវិធីប្រសើរជាងមុនយើងមានអារម្មណ៍ថាសប្បាយចិត្តនិងមានទំនុកចិត្តលើខ្លួនឯងជាងមុនដូចគ្នាអញ្ចឹងទោះបីជារវល់ឬក៏ប្រញាប់យ៉ាងណាក៏ដោយកុំភ្លេចសមណាអរគុណជួបគ្នាវីដេអូក្រោយបាយ